សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីពុកម៉ែបងប្អូននិងជនរួមជាតិទាំងអស់ជាទីស្រឡាញ់ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជានាងខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនជនរួមជាតិទាំងអស់អំពីយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ2026របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលរៀបចំឡើងដើម្បីបន្តគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញនិងនៅខេត្តសៀមរាបអស់រយៈពេលជាង30ឆ្នាំមកហើយមន្ទីរពេទ្យគន្ធបុប្ផាបានក្លាយជាទីកន្លែងនៃក្តីសង្ឃឹមសម្រាប់ទារកកុមារនិងស្ត្រីមានផ្ទៃពោះជាច្រើនលាននាក់នៅកម្ពុជាចាប់តាំងពីឆ្នាំ1992មកមន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យនិងព្យាបាលទារកកុមារនិងស្ត្រីមានផ្ទៃពោះជាង27លាន5សែននាក់ដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងមិនមានការរើសអើងសម្រាប់ម្ដាយឪពុកជាច្រើនគន្ធបុប្ផាមិនមែនគ្រាន់តែជាមន្ទីរពេទ្យទេគន្ធបុប្ផាគឺជាកន្លែងដែលទឹកភ្នែកនៃការព្រួយបារម្ភអាចប្រែក្លាយជាស្នាមញញឹមគឺជាកន្លែងដែលកូនតូចម្នាក់អាចទទួលបានឱកាសរស់រានមានជីវិតនិងត្រឡប់ទៅកាន់រង្វង់ដៃម្ដាយឪពុកវិញដោយសុវត្ថិភាពប៉ុន្តែដើម្បីឲ្យបេសកកម្មដ៏ថ្លៃថ្លានេះអាចបន្តទៅមុខបានមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាប្រមាណ$45 លានអាមេរិកក្នុងមួយឆ្នាំសម្រាប់បន្តផ្ដល់សេវាពិនិត្យព្យាបាលនិងសង្គ្រោះជីវិតកុមារកម្ពុជាហេតុនេះហើយទើបមូលនិធិគន្ធបុប្ផាកម្ពុជាបានបន្តរៀបចំយុទ្ធនាការ 10000 រៀល 10000 នាក់ដើម្បីអំពាវនាវដល់សប្បុរសជនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគតាមលទ្ធភាពរៀងៗខ្លួនក្នុងស្មារតីខ្មែរជួយខ្មែរពុកម៉ែបងប្អូនជាទីស្រឡាញ់ 10000 រៀលអាចមើលទៅជាចំនួនតូចមួយប៉ុន្តែសម្រាប់កុមារដែលកំពុងសែកហៅរកការសង្គ្រោះ 10000 រៀលនេះអាចក្លាយជាក្តីសង្ឃឹមមួយ 10000 រៀលនេះអាចក្លាយជាឱសថជាឈាមជាឧបករណ៍ពេទ្យឬជាកម្លាំងមួយដែលជួយឲ្យក្រុមគ្រូពេទ្យបន្តសង្គ្រោះជីវិតកុមារបានទាន់ពេលវេលាហើយនៅពេលការចូលរួមរបស់យើងម្នាក់ៗរួបរวมគ្នា 10000 រៀលនេះនឹងក្លាយទៅជាកម្លាំងដ៏ធំមួយសម្រាប់បន្តនាំស្នាមញញឹមក្តីសង្ឃឹមនិងជីវិតថ្មីដល់កុមារកម្ពុជាការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាមិនមែនគ្រាន់តែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេតែជាការចូលរួមសង្គ្រោះជីវិតកុមារជាការចូលរួមជួយដល់ម្ដាយឪពុកមួយគ្រួសារហើយក៏ជាការចូលរួមវិនិយោគលើអនាគតរបស់ប្រទេសជាតិយើងផងដែរក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងក្នុងនាមនាងខ្ញុំផ្ទាល់ដែលជាសហប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជានាងខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនជនរួមជាតិនិងសប្បុរសជនទាំងអស់សូមបន្តចូលរួមគាំទ្រយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ2026ទៅតាមលទ្ធភាពរៀងៗខ្លួនសូមចូលរួមបរិច្ចាគថ្ងៃនេះដើម្បីកុមារម្នាក់អាចមានឱកាសរស់រានមានជីវិតសូមចូលរួមបរិច្ចាគថ្ងៃនេះដើម្បីម្ដាយឪពុកមួយគ្រួសារអាចមានស្នាមញញឹមវិញសូមចូលរួមបរិច្ចាគថ្ងៃនេះដើម្បីបន្តនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផាដែលជាដង្ហើមនៃក្តីសង្ឃឹមរបស់កុមារកម្ពុជាជាទីបញ្ចប់នាងខ្ញុំសូមប្រគេនពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមជូនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីពុកម៉ែបងប្អូន
ជនរួមជាតិទាំងអស់សូមមានសុខភាពល្អបរិបូរណ៍សេចក្តីសុខសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចការបរិច្ចាគជូនមូលនិធិគុណធបុប្ផាកម្ពុជាគឺជាការចូលរួមវិនិយោគដ៏សំខាន់ទៅលើការកសាងធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់ប្រជាជាតិយើងទោះបីក្នុងកលៈទេសៈណាក៏ដោយខ្មែរនៅតែជួយខ្មែរសូមអរព្រះគុណនិងសូមអរគុណ